ថ្ងៃនេះចេញដំណើរទៅមើលម៉ាស៊ីនបឺតផ្សែងបឺតចំហាយខ្លាញ់នៅឯហាងចំអិនហូបឥឡូវមកដល់ហាងរបស់គេហើយម្ចាស់គេថាផ្សែងពេញក្នុងហាងដោយសារម៉ាស៊ីនបឺតវាអត់ដំណើរការនៅក្នុងហាងគេហ្នឹងវាមានចក្រានខ្លាញ់ជៀនសាច់ហ្នឹង2ត្រូវការម៉ាស៊ីនបឺតនៅខាងលើនោះឥឡូវខ្ញុំឡើងទៅខាងលើដបូលអានេះគេហៅអ៊ូតវាមានម៉ូទ័រមានផ្លិតបាទផ្លិតកង្ហាណាបឺតចំហាយខ្លាញ់ពិនិត្យអាខ្សែពៀននោះឃើញថាតឹងពេកអញ្ចឹងហើយដែលធ្វើឲ្យម៉ូទ័រវាធ្វើការ overload វាមាន overload មួយផ្ដាច់បាទអញ្ចឹងខ្ញុំ reset អា overload ហើយដាក់ឲ្យវាដំណើរការឲ្យម៉ូទ័រនោះដំណើរការចង់ដឹងតើវាបញ្ហាមកពីខ្សែពៀនតឹងឬក៏ផ្លិតតែវាជាប់ខ្លាញ់ច្រើនក៏ធ្វើឲ្យ overload ដែរអញ្ចឹងឃើញថាវា C14 អាំពែម៉ូទ័រ C ត្រឹមតែ13អាំពែទេដំបូងខ្ញុំបន្ធូរខ្សែពៀនសិនខ្លាចលោកវាតឹងពេកប៉ះពាល់ម៉ូទ័រអញ្ចឹងបន្ធូរល្មមកុំឲ្យធូរពេកធ្វើឲ្យវាអត់បឺតផ្សែងទេវាធូរពេកវាអត់សូវវិលអញ្ចឹងល្មមកបឺតផ្សែងហើយមិនប៉ះពាល់ម៉ូទ័រអញ្ចឹងដាក់ឲ្យវាដំណើរការឃើញថាវាស៊ីត្រឹម11អាំពែចុច 4.5 អញ្ចឹងគឺវាបឺតផ្សែងបានល្អបាទវាមិនប៉ះពាល់ម៉ូទ័រ